សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយតាក់ទងជាមួយនឹងជីវប្រវត្តិរបស់ខ្ញុំបន្តិចតែគិតតាំងពីពេលដែលខ្ញុំរៀនវិទ្យាល័យរហូតដល់ពេលបច្ចុប្បន្នដែលខ្ញុំអាចមានឱកាសមកធ្វើការងារនៅក្នុងប្រទេសអង់គ្លេសនេះបាននៅក្នុងក្រុមហ៊ុនអន្តរជាតិធំគឺក្រុមហ៊ុន ZHA អឺកាលពីឆ្នាំ2010គឺខ្ញុំជាសិស្សរៀននៅវិទ្យាល័យបាក់ទូកហើយខ្ញុំធ្លាប់បានចូលរួមប្រឡងប្រកួតប្រជែងនៅសិប្បកម្មគណិតវិទ្យាហើយពេលហ្នឹងគឺខ្ញុំប្រកួតគណិតវិទ្យាឈ្មោះថា Nan Fan Cup នៅក្នុងទីក្រុងហុងកុងហើយក៏វាជាលើកទី1ដែរដែលខ្ញុំបានមកក្រៅប្រទេសអញ្ចឹងណាខ្ញុំមកប្រឡងជាមួយនឹងខាង international student ផ្សេងអញ្ចឹងទៅហើយវាក៏ជាឱកាសដែលខ្ញុំទទួលបានជ័យលេខ2លេខ3តំណាងឲ្យប្រទេសខ្មែរយើងហើយពេលហ្នឹងក៏ជាមោទនភាពមួយដែរបើគិតបកទៅពេលហ្នឹងវិញគឺជាលើកទី1ដែលមានលក្ខណៈថាមានខាងកសែតក៏ដូចជាខាងទូខាងអីគេចាប់ផ្ដើមគេតាក់ទងសម្ភាសអីចឹងណាអញ្ចឹងគឺវាជាអីជាបទពិសោធន៍ដែលខ្ញុំអត់អាចភ្លេចបានទេគឺវាជាអីដែលខ្ញុំបានដែលខ្ញុំទទួលបានកាលពីខ្ញុំរៀនថ្នាក់ទី12ហ្នឹងហើយបន្ទាប់មកទៀតគឺចាប់ផ្ដើមពីឆ្នាំ2011ដល់ឆ្នាំ2014គឺខ្ញុំប្រឡងយកអាហារូបករណ៍រៀននៅក្នុងសាលាភូមិន្ទវិទ្យាសិល្បៈហើយការប្រឡងយកអាហារូបករណ៍ហ្នឹងគឺវាអត់ពិបាកឯជំនាន់ហ្នឹងខ្ញុំមិនដឹងថាឥឡូវហ្នឹងគឺមានការប្រែប្រួលឬក៏អត់ប៉ុន្តែគាត់ថាពេលហ្នឹងគឺគេមើលទៅលើបន្ទុកដែលយើងប្រឡងបាក់ឌុបអញ្ចឹងបន្ទុកយើងប្រឡងបាក់ឌុបហ្នឹងបន្ទុកគណិតវិទ្យាក៏ដូចជាបន្ទុករូបវិទ្យាជាមួយនឹងការគូគំនូរអញ្ចឹងគឺមានការប្រកបការរៀបចំការគូរូបអញ្ចឹងពេលជំនាន់ខ្ញុំហ្នឹងគឺខ្ញុំគូរូបផ្លែប៉ោមជាមួយនឹងកៅទឹកវារៀងពិបាកក្នុងការគូដែរដោយសារតែមានទឹកមានអីចឹងប៉ុន្តែគាត់ថាពេលហ្នឹងគឺខ្ញុំព្យាយាមគូហើយពេលហ្នឹងក៏ខ្ញុំទទួលបានអាហារូបករណ៍ពេញសិទ្ធនៅក្នុងសាលាភូមិន្ទវិទ្យាសិល្បៈហ្នឹងទៅហើយខ្ញុំបន្តរៀនរហូតដល់ឆ្នាំទី3ហើយពេលហ្នឹងគឺឆ្នាំទី1ទី2ហ្នឹងគឺខ្ញុំព្យាយាមដាក់អាហារូបករណ៍ច្រើនដែរគឺខ្ញុំដាក់ទៅខាងប្រទេសចិនគឺខ្ញុំដាក់ទៅប្រទេសជប៉ុនខ្ញុំដាក់ទៅអីចឹងប៉ុន្តែវាមានបញ្ហាច្រើនដែលវាធ្វើឲ្យខ្ញុំរាំងស្ទះអត់បានទៅប្រឡងណាដល់ពេលអញ្ចឹងទៅគឺដល់រហូតដល់ខ្ញុំដល់ឆ្នាំទី3អញ្ចឹងទៅគឺខ្ញុំលែងមានចិត្តចង់ទៅរៀនប្រទេសក្រៅទៀតហើយដោយសារតែខ្ញុំគិតថាយើងឆ្នាំទី3យើងនៅសល់តែ2ឆ្នាំទៀតយើងចប់អញ្ចឹងប៉ុន្តែគាត់ថាពេលដែលខ្ញុំដល់ឆ្នាំទី3ហ្នឹងគឺខ្ញុំចាប់ផ្ដើម inspire ពីខាង Zaha Hadid បានន័យថាទម្រង់អាគារនៅក្នុងការគិតម៉ូដអាគារ design នៅក្នុង project slide ហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើអីប្លែកៗតែប៉ះគឺខ្ញុំមក inspire ពី Zaha តាំងពីឆ្នាំទី2មកហើយប៉ុន្តែគាត់ថាខ្ញុំចាប់ផ្ដើមហ៊ានធ្វើនៅគម្រោងដែលវាប្លែកខ្ញុំធានតឡើងក្នុងការតឡើង 3D គូប្លង់អីចម្លែកអីចឹងគឺខ្ញុំចាប់ផ្ដើមធ្វើក្នុងឆ្នាំទី3ហ្នឹងហើយក៏ខ្ញុំមើលឃើញថាពេលជំនាន់ហ្នឹងឆ្នាំ2013 14ហ្នឹងនៅសាលាយើងក៏ដូចជា environment នៅក្នុងប្រទេសខ្មែរយើងគិតថាវារៀងពិបាកក្នុងការធ្វើអាគារទាំងអស់ហ្នឹងដោយសារតែទី1គឺលក្ខខណ្ឌនៅតម្លៃ budget របស់ទម្រង់អាគារទាំងអស់ហ្នឹងក៏ដូចជាប្រភេទ structure ក៏យើងអត់យល់ដែរអញ្ចឹងពេលហ្នឹងគឺខ្ញុំធ្វើគឺគ្រាន់តែយើងធ្វើទៅតាមអារម្មណ៍របស់យើងហើយយើងអត់យល់ដឹងច្បាស់លាស់ពីរបៀបក្នុងការថាអាគារហ្នឹងគឺគេសាងសង់របៀបម៉េចគឺយើងអត់យល់ទេហើយបន្ទាប់មកគឺខ្ញុំមានឱកាសដោយសារតែពេលហ្នឹងគឺបងចរូនមួយរបស់ខ្ញុំគឺគាត់ផ្ដល់ឱកាសគាត់ប្រាប់គាត់ជាអ្នកផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងអាហារូបករណ៍ទៅប្រទេសចិនគាត់បានតាក់ទងមកខ្ញុំអញ្ចឹងទៅគឺគាត់បានផ្ដល់ឱកាសឲ្យអាហារូបករណ៍ហ្នឹងមកខ្ញុំហើយពេលហ្នឹងគឺខ្ញុំ surprise ដោយសារតែនៅពេលដែលយើងទទួលបានឱកាសអាហារូបករណ៍ហ្នឹងទៅគឺវាពិបាកមែនតើដោយសារតែពេលហ្នឹងគឺខ្ញុំឆ្នាំទី3ហើយពេលហ្នឹងគឺម្នាក់ផ្ទះក៏ដូចជាមិត្តភ័ក្តិក៏ដូចជាអីហ្នឹងគឺគាត់រៀងមានអ្នកខ្លះគាត់ support មានអ្នកខ្លះទៅគាត់រៀងស្ដាយឆ្នាំដែរដោយសារតែខ្ញុំរៀនរយៈពេល3ឆ្នាំហើយបើសិនជាខ្ញុំមករៀននៅប្រទេសចិនគឺខ្ញុំត្រូវសារដើមវិញហើយអញ្ចឹងហើយការសារដើមនោះមិនមែនថាយើងមកដល់ចិនហ្នឹងគឺយើងរៀនឆ្នាំទី1ហ្មងឯងគឺខ្ញុំត្រូវធ្វើការរៀនភាសាចិនមួយឆ្នាំទៀតដល់ពេលគិតចុះគិតឡើងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំមកអញ្ចឹងណាប៉ុន្តែការសម្រេចចិត្តមួយហ្នឹងគឺជាការសម្រេចចិត្តមួយដែលពិបាកមែនតើគឺខ្ញុំអាចនិយាយបានថាជាពិបាកមែនតើហើយនៅពេលដែលខ្ញុំសម្រេចចិត្តថាមកឆ្នាំ2014 15គឺខ្ញុំចាប់ផ្ដើមរៀនភាសាចិននៅទីក្រុងសៀងហៃពេលការរៀនភាសាចិនហ្នឹងក៏ជា challenge ធំមួយដែរដោយសារតែខ្ញុំធ្លាប់រៀនភាសាចិនពីតូចដែរកាលពីខ្ញុំរៀននៅថ្នាក់ទី1ទី2អញ្ចឹងគឺខ្ញុំធ្លាប់រៀនភាសាចិននៅស្រុកប៉ុន្តែពេលហ្នឹងយើងនៅតូចគឺយើងរៀនអត់ចេះអីទេហើយនៅពេលដែលខ្ញុំចាប់ផ្ដើមមករៀននៅប្រទេសចិននេះគឺយើងចាប់ផ្ដើមពី0មកវិញអញ្ចឹងក្នុងរយៈពេល1ឆ្នាំហ្នឹងគឺយើងត្រូវធ្វើម៉េចប្រឡងឲ្យជាប់ ASK4 ដែលជាrequirement មួយដែលយើងត្រូវតែជាប់ដើម្បីអាចរៀនថ្នាក់បញ្ញត្តិបត្របានអញ្ចឹងពេលហ្នឹងគឺមួយថ្ងៃទៅមួយថ្ងៃគឺយើងព្យាយាមរៀនតែភាសាចិនហ្នឹងគឺយើងរៀនសឹងថា8ម៉ោង10ម៉ោងគឺយើងរៀន focus ទៅលើភាសាចិនហ្នឹងហ្មងហ
ហើយមិនមែនទៅធ្វើភាសាចិនហ្នឹងឯងវាមានទាំងកម្មវិធីសិក្សាបែបគណិតវិទ្យារូបវិទ្យាដូចយើងបកទៅរៀនពីមុនអញ្ចឹងដោយសារតែគេចង់បញ្ចូលអាភាសាចិននៅក្នុងអាវិស័យគណិតវិទ្យាក៏ដូចជារូបវិទ្យាហ្នឹងដោយឲ្យយើងយល់ពីភាសាចិនថាពីរបៀបក្នុងការប្រើអញ្ចឹងណាដើម្បីនៅពេលដែលយើងទៅរៀនវិទ្យាល័យគឺយើងពេលដែលយើងទៅរៀនថ្នាក់បញ្ញាបត្រគឺយើងអាចយល់ពីពាក្យហ្នឹងចឹងក៏ខ្ញុំព្យាយាមបានប្រឡងបានជាប់ភាសាចិនហ្នឹងទៅក៏ឆ្នាំ2015ដល់ឆ្នាំ2020ក៏ខ្ញុំចាប់ផ្ដើមមករៀនបញ្ញាបត្រនៅក្នុងទីក្រុងកួងជូសាលា South China University of Technology ផ្នែកបញ្ញាបត្រនៃស្ថាបត្យកម្មហើយការរៀនហ្នឹងគឺនិយាយទៅគឺជា challenge មួយគឺជាអីមួយដែលខ្ញុំគិតថាពិបាកខ្ញុំអាចភ្លេចបានហ្មងដោយសារតែភាសាចិនបើដែលយើងរៀនក្នុងរយៈពេល1ឆ្នាំហ្នឹងគឺយើងរៀនគ្រាន់តែមកអាចស្ដាប់បាននិយាយជាទំនាក់ទំនងទូទៅធម្មតាប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមមករៀននៅក្នុងប្រទេសចិននៅថ្នាក់បញ្ញាបត្រហ្នឹងគឺគេចាប់ផ្ដើមរៀននៅក្នុងកម្រិតមួយដែលភាសាមួយដែលគេប្រើនៅក្នុងថ្នាក់រៀនហ្នឹងគឺពិបាកមែនតើហើយមួយថ្នាក់ខ្ញុំគឺខ្ញុំមានតែខ្ញុំម្នាក់ដែលជាសិស្សបរទេសអញ្ចឹងទាំងគ្រូទាំងអីហ្នឹងគឺគេអត់មានគិតថាយើងជាបរទេសទេគឺគាត់និយាយភាសាចិនទាំងអស់ហើយការនិយាយភាសាចិនរបស់ពួកគាត់នៅខាងជាពិសេសនៅខាងខេត្តកួងតុងហ្នឹងគឺគាត់មានតុងសំឡេងមួយដែលយើងពិបាកក្នុងការស្ដាប់ពួកគាត់យល់ទៀតអញ្ចឹងគឺសឹងថាឆ្នាំទី1ទី2ហ្នឹងគឺយើងអត់យល់អីមែនតើមកគឺយើងអត់យល់ប៉ុន្តែបើថាតកតងជាមួយនឹងការ design តកតងជាមួយនឹងម៉ោង design គឺខ្ញុំអត់អីទេគឺខ្ញុំមានបញ្ហាដោយអត់ខ្ញុំមានបញ្ហាដោយសារតែយើងមានគ្រឹះពីស្រុកខ្មែរមកអញ្ចឹងណាប៉ុន្តែបើថាតកតងជាមួយនឹងមុខវិជ្ជាផ្សេងហើយជាពិសេសនៅស្រុកចិនហ្នឹងថ្នាក់បញ្ញាបត្រគឺជាទូទៅវាមានម៉ោងច្រើនមែនតើវាមានម៉ោងតកតងជាមួយនឹង history របស់ចិនវាមានម៉ោងកុំព្យូទ័រម៉ោងតកតងជាមួយនឹងរៀនផ្នែកកូដផ្នែកអីអញ្ចឹងគឺពិបាកនិយាយទៅគឺសម្រាប់ខ្ញុំគឺខ្ញុំគាត់ថាវាពិបាកមែនតើហើយអីដែលពិបាកខ្លាំងគឺនៅពេលប្រឡងម្ដងគឺបើនិយាយទៅគឺជនជាតិចិនគេមើលតែមួយសភៅមួយក្បាលគេមើលតែប្រហែលថ្ងៃគេអាចមើលយល់ទាំងអស់ហើយបើខ្ញុំប្រើពេលប្រហែលថ្ងៃខ្ញុំមើលតែមួយរំពាស់ក៏ពិបាកមើលយល់ដែរដោយសារតែយើងពិបាកមែនតើប៉ុន្តែគាត់ថាអាភាពពិបាកទាំងអស់ហ្នឹងវាធ្វើឲ្យខ្ញុំលុតដំព្យាយាមពីមួយឆ្នាំទៅមួយឆ្នាំពីមួយមុខជំនាញទៅមួយមុខជំនាញទៅក៏យើងបានជាប់មួយ credit មួយអីចឹងទៅហើយមកដល់ឆ្នាំ2020ហ្នឹងក៏ខ្ញុំទទួលបានបញ្ញាបត្រខ្ញុំទទួលបានសញ្ញាបត្រចឹងហើយអាពេលដែលនៅក្នុងឆ្នាំពេលដែលឆ្នាំទី5ហ្នឹងគឺខ្ញុំមានគំនិតដាក់ apply អាហារូបករណ៍ទៅរៀនថ្នាក់ master ខ្លួនឯងទៀតអញ្ចឹងហើយការដែលដាក់អាហារូបករណ៍ទៅ master ហ្នឹងក៏ជា challenge មួយដែរដោយសារតែពេលហ្នឹងគឺខ្ញុំដាក់មកសាលាលេខ1នៅក្នុងប្រទេសចិនដែលហៅថាសាលា Tsinghua University ហើយសាលាហ្នឹងគឺជាសាលាដែលបើសិនជានៅក្នុងប្រទេសចិនយើងប្រាប់ថាយើងគ្រាន់យើងរៀននៅក្នុងសាលា Tsinghua អញ្ចឹងគឺគេ surprise ហ្មងគឺគេសឹងថាបើសិនជា generation ចាស់វិញគឺគាត់មកក្បែរយើងមកសួរយើងហើយមកសុំទំលេខទំនាក់ទំនងគាត់ចង់ឲ្យយើងនឹងជួយបញ្យល់ទៅកូនគាត់អីចឹងណាព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ចឹងមែនគឺសាលាហ្នឹងគឺសម្រាប់ប្រទេសចិនគឺធំធេងមែនតើហើយក៏ខ្ញុំមានឱកាសដាក់ជាប់មករៀនថ្នាក់អនុបណ្ឌិតនៅក្នុងសាលាហ្នឹងអាហ្នឹងក៏ជាអីមួយដែលខ្ញុំគិតថាវាធំធេងសម្រាប់ខ្ញុំដែរអញ្ចឹងក៏ខ្ញុំព្យាយាមពីឆ្នាំ2020ដល់ឆ្នាំ2022ហ្នឹងគឺខ្ញុំរៀនថ្នាក់អនុបណ្ឌិតប៉ុន្តែគ្រាន់ថាដោយសារតែពេលហ្នឹងគឺជាសម័យ COVID អញ្ចឹងគឺខ្ញុំបកទៅខ្មែរគឺខ្ញុំចាប់ផ្ដើមធ្វើការងារផ្នែកគូប្លង់ហ្នឹងជាមួយនឹងproject ផ្សេងដែលខ្ញុំមាន client នៅស្រុកខ្មែរហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើផងគឺខ្ញុំចាប់ផ្ដើមរៀន online ជាមួយនឹងនៅខាងសាលា Tsinghua University ហ្នឹងផងចឹងដល់ពេលដែលចិនគេបើកមកចូលមកវិញគឺខ្ញុំសម្រេចចិត្តថាខ្ញុំមកប្រទេសចិនចុងឆ្នាំ2022ហ្នឹងគឺខ្ញុំធ្វើសារណាធ្វើអីចប់ហើយក៏ខ្ញុំចាប់ផ្ដើមដាក់មកធ្វើការនៅក្នុងក្រុមហ៊ុន Med Architect ក្រុមហ៊ុន Med Architect ហ្នឹងក៏ជាក្រុមហ៊ុនមួយដែលខ្ញុំគិតថាជាតែប៉ុន្តែ target របស់ខ្ញុំតាំងពីដើមមកគឺខ្ញុំចង់ដាក់ទៅក្រុមហ៊ុន Zaha តាំងពីដើមមកហ្មងគឺសូម្បីតែពេលដែលខ្ញុំមកចិនហ្នឹងគឺខ្ញុំ apply ទៅគឺក្រុមហ៊ុន Zaha នៅប៉េកាំងក៏ដូចជានៅហុងកុងនៅអីហ្នឹងគឺខ្ញុំដាក់ទៅទាំងអស់ប៉ុន្តែដោយសារតែក្រុមហ៊ុន Zaha នៅពេលហ្នឹងគឺនៅប្រទេសចិនគឺមិនមែនជាក្រុមហ៊ុនធំទេបានន័យថាជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនធំនៅ London នេះចឹងណាអញ្ចឹងគឺគេភាគច្រើនគឺគេអត់សូវhome មនុស្សឬក៏គេអត់សូវជ្រើសរើសបុគ្គលិកទេអញ្ចឹងក៏ខ្ញុំដាក់ទៅក្នុងក្រុមហ៊ុន Med អញ្ចឹងនៅពេលដែលខ្ញុំដាក់ទៅក្នុងក្រុមហ៊ុន Med គឺខ្ញុំដាក់ភ្លាមគឺខ្ញុំបាន offer ភ្លាមមក
ដោយសារតែពេលហ្នឹងគឺគេចង់គេត្រូវការតម្រូវការហើយណាមួយ background ខ្ញុំគឺនៅពេលដែលយើងទៅសេថាយើងមាន master ពីសាលាឈីហួរព្រោះសាលាឈីហួរនៅប្រទេសចិនគឺគេទទួលស្គាល់ 100% ហ្មងហើយភាគច្រើនគឺគេដឹងតែទទួលយើងហ្មងបើសិនគេឃើញយើងពីសាលាឈីហួរហ្នឹងមកហើយក៏ខ្ញុំទទួលបានឱកាសមកធ្វើការនៅ MED ហ្នឹងក៏ហើយដោយសារតែខ្ញុំមានបទពិសោធន៍នៅខ្មែរទៀតអញ្ចឹងខ្ញុំចូលមក MED ហ្នឹងគឺខ្ញុំ plus position ហ្មងគេឲ្យខ្ញុំគឺខ្ញុំ plus position បានទៅជាស្ថាបត្យករធ្វើការនៅក្នុង MED នឹងភ្លាមហ្មងអញ្ចឹងនេះគឺជាបទពិសោធន៍នៅក្នុងប្រទេសចិនបន្ទាប់មកខ្ញុំធ្វើការនៅ MED នឹងរយៈពេល2ឆ្នាំក៏ខ្ញុំគិតថាខ្ញុំអត់មានគម្រោងចង់នៅប្រទេសចិនទេដោយសារតែនៅប្រទេសចិនការរស់នៅប្រទេសចិនទោះយើងនៅ10-20 ឆ្នាំក៏យើងអត់អាចទទួលបានសញ្ជាតិប្រទេសចិនដែរហើយនៅអាស៊ីភាគច្រើនតកតងជាមួយនឹងរឿងសញ្ជាតិហ្នឹងគឺវាពិបាកផងថាបើសិនជាយើងចង់យកសញ្ជាតិប្រទេសចិនតោះយើងបោះបង់សញ្ជាតិប្រទេសខ្មែរយើងអញ្ចឹងគឺជារឿងមួយដែលយើងមិនអាចធ្វើបានអញ្ចឹងក៏ខ្ញុំគិតថាខ្ញុំត្រូវតែរកផ្លូវមួយដែលខ្ញុំចង់ចេញពីប្រទេសចិនអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមដាក់មកប្រទេសផ្សេងដូចជានៅអឺរ៉ុបដូចជានៅអង់គ្លេសដូចនៅក្រុមហ៊ុនដែលខ្ញុំនៅធ្វើរាល់ថ្ងៃហ្នឹងក៏ខ្ញុំចាប់ផ្ដើមដាក់មកហើយវាជាសំណាងនិយាយទៅគឺវាខ្ញុំគិតថាវាជាសំណាងមែនតើដែលក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដែលបានផ្ដល់នៅ visa ឲ្យខ្ញុំហើយនឹងនៅពេលដែលយើងធ្វើការសម្ភារយើងជាប់ offer ជាប់អីចឹងទៅក៏ទីបំផុតទៅក៏ខ្ញុំបានមកធ្វើការនៅក្នុងក្រុមហ៊ុនសហក្រុមហ៊ុន GHA ហ្នឹងទៅហើយគិតមកដល់ពេលឥឡូវហ្នឹងគឺខ្ញុំធ្វើបានប្រហែលជាមួយឆ្នាំកន្លះហើយតាក់ទងជាមួយនឹងការធ្វើការនៅនេះទៀតគឺខ្ញុំពិតជាចូលចិត្តមែនតើតាក់ទងជាមួយ environment ក្នុងការធ្វើការក៏ដូចជាតាក់ទងជាមួយនឹងវប្បធម៌ក្នុងការធ្វើការនៅនេះហ្នឹងគឺវាពិតជាយើងអាចនិយាយបានថា life balance ណាវាសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្តជាមួយនឹងការធ្វើការនឹងខ្ញុំមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអីផ្សេងដូចឥឡូវអញ្ចឹងខ្ញុំចូលចិត្តធ្វើវីដេអូខ្ញុំចាប់ផ្ដើមធ្វើវីដេអូ content ក៏ដូចជាអីហ្នឹងគឺដោយសារតែខ្ញុំមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើវាហើយក៏ណាមួយទៀតគឺខ្ញុំមានគំនិតចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ក៏ដូចជាប្រវត្តិការសិក្សារបស់ខ្ញុំក៏ដូចជាដំណើរជីវិតរបស់ខ្ញុំហ្នឹងទៅឲ្យទៅ inspire ឲ្យបងប្អូនឬក៏ឲ្យអ្នកទាំងអស់គ្នាឲ្យបានដឹងអញ្ចឹងណាដោយសារតែពេលខ្លះយើងដើរយឺតជាងគេក៏យើងមិនប្រកាសថាយើងនឹងបរាជ័យដែរប៉ុន្តែគាត់ថាផ្លូវដែលយើងដើរមកហ្នឹងមិនប្រកាសថាជាផ្លូវមួយដែលរលូនទេបើសម្រាប់ខ្ញុំគឺជាផ្លូវមួយដែលពិបាកហ្នឹងគឺពិបាកខ្លាំងខ្ញុំអាចនិយាយបានអញ្ចឹងដោយសារតែពេលដែលខ្ញុំចាប់ផ្ដើមរៀននៅប្រទេសចិនហ្នឹងពេលប្រឡងម្ដងគឺពិបាកមែនតើសម្រាប់ខ្ញុំធ្លាប់គិតថាខ្ញុំប្រហែលជាអត់អាចមានឱកាសបានកាន់សញ្ញាបត្របញ្ញាបត្រផងដោយសារតែខ្ញុំគិតថាប្រហែលជាពិបាកនឹងជាប់ប្រឡងជាប់បញ្ញាបត្រនៅប្រទេសគេអញ្ចឹងណាប៉ុន្តែគាត់ថាទាំងអស់ហ្នឹងគឺវាអាភាពពិបាកទាំងអស់ហ្នឹងគឺវាធ្វើឲ្យយើងព្យាយាមពុះពីមួយដំណាក់មកដំណាក់ហើយចុងក្រោយគឺយើងបានមកដល់ទីកន្លែងមួយដែលយើងធ្លាប់សម័យចង់មកតាំងពីយើងនៅក្មេងតាំងពីយើងនៅស្រុកខ្មែរមកអញ្ចឹងនេះគឺជារឿងខ្លះតាក់ទងជាមួយនឹងពេលដែលខ្ញុំរៀនថ្នាក់ទី12រហូតមកដល់ពេលបច្ចុប្បន្នហើយបើសិនជាមានចម្ងល់អីអ្នកទាំងអស់គ្នាអាចផ្ដល់ comment សួរឬក៏អីចឹងបើសិនជាខ្ញុំមានពេលវេលាគ្រប់គ្រាន់ខ្ញុំនឹងធ្វើការឆ្លើយតាក់ទងជាមួយនឹងផ្នែកមួយព្រោះថាខ្ញុំនិយាយគឺយើងនិយាយជា overall អញ្ចឹងវាអត់សូវបាន detail ទាំងអស់ទេអញ្ចឹងបើសិនជាចង់ដឹងច្បាស់អញ្ចឹងទៅគឺខ្ញុំអាចនឹងបង្កើតជាវីដេអូផ្សេងដើម្បីនិយាយកាន់តែ detail អញ្ចឹងណាអញ្ចឹងហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹង